អ្នកប្រកាសជាធ្លាប់ស្គាល់ហើយពាក្យស្លោក Just Do It ច្បាស់ណាស់វាជានិមិត្តសញ្ញារបស់ក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់និងស្បែកជើងកីឡាដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីរបៀបដែលក្រុមហ៊ុននេះបានក្លាយជាកម្លាំងជំរុញដ៏សំខាន់បំផុតសម្រាប់អត្តពលិកនិងមនុស្សច្រើនទៀតទូទាំងពិភពលោកនៅក្នុងឆ្នាំ1964បុរសពីរនាក់គឺលោក Bill Bowerman និងលោក Phil Knight បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Blue Ribbon Sport លោក Bowerman គឺជាគ្រូបង្វឹកកីឡារត់ប្រណាំងហើយលោក Knight គឺជាអតីតពលិកពួកគេបានមើលឃើញតម្រូវការស្បែកជើងកីឡាដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ពួកគេបានចាប់ផ្ដើមដោយនាំចូលស្បែកជើងពីប្រទេសជប៉ុនហើយលក់នៅតាមផ្លូវក្នុងឡានរបស់ពួកគេនៅក្នុងឆ្នាំ1971ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតម៉ាកយីហោផ្ទាល់ខ្លួនហើយបានបដូរឈ្មោះជា Nike ដែលបានមកពីឈ្មោះទេពធីតានៃជ័យជំនះរបស់ក្រិចពួកគេក៏បានបង្កើត logo ដ៏ល្បីល្បាញមួយនៃឈ្មោះថា Swoosh បានបង្កើតរចនាដោយនិស្សិតម្នាក់ក្នុងតម្លៃត្រឹមតែ$35តែប៉ុណ្ណោះភាពជោគជ័យដ៏ធំរបស់ Nike បានចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ1980នៅពេលដែលក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយនឹងកីឡាករបាល់បោះវ័យក្មេងម្នាក់ឈ្មោះថា Michael Jordan កិច្ចសន្យានេះបានបង្កើតស្បែកជើង Air Jordan ដែលបានទទួលភាពជោគជ័យយ៉ាងខ្លាំងយុទ្ធនាការផ្សព្វផ្សាយ Just Do It ដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ1988បានធ្វើឲ្យ Nike ក្លាយជាម៉ាកយីហោដ៏ល្បីមួយជំរុញទឹកចិត្តមនុស្សទូទាំងពិភពលោកឲ្យហ៊ានធ្វើនៅអ្វីដែលខ្លួនស្រឡាញ់បច្ចុប្បន្ន Nike មិនមែនគ្រាន់តែជាក្រុមហ៊ុនស្បែកជើងទេធំមួយនៃផលិតផលនិយមលើការច្នៃប្រឌិតថ្មីៗដូចជាបច្ចេកវិទ្យា Nike Flyknit ដែលធ្វើឲ្យស្បែកជើងមានទម្ងន់ស្រាលនិងមានសុខភាពល្អរឿងរ៉ាវរបស់ Nike គឺជាមេរៀនមួយអំពីការកសាងម៉ាកយីហោការធ្វើទីផ្សារដ៏ឆ្លាតវៃនិងការសហការជាមួយមនុស្សល្បីៗក្រុមហ៊ុននេះបានក្លាយជាម៉ាកយីហោដ៏ល្បីល្បាញបំផុតទូទាំងពិភពលោកអ្នកចូលចិត្តពាក្យស្លោក Just Do It ដែរឬទេសិនបើអ្នកចូលចិត្តវីដេអូនេះអ្នកកុំភ្លេចចុច like និង follow នៅ page របស់ខ្ញុំនេះផងដើម្បីទទួលបាននៅវីដេអូថ្មី